បាទជម្រាបសួរពុកម៉ែបងប្អូនខ្ញុំធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនដែលមានបំណងក្នុងការទិញដីនៅខាងស្រុកសំឡូតហើយយើងធ្វើដំណើរមកដល់ផ្សារសំឡូតហើយនេះគឺជាផ្សារសំឡូតយើងធ្វើដំណើរចេញពីផ្សារសំឡូតនឹងទៅប្រហែលជា5គីឡូម៉ែត្រយើងនឹងដល់ផ្លូវបត់ចូលទៅទីតាំងដីហើយយើងចូលទៅផ្លូវគ្រូក្រហមយើងចុះពីផ្លូវកស៊ូនឹងទៅតែ2ទៅ3គីឡូម៉ែត្រទេនឹងដល់ទីតាំងដីហើយទីតាំងដីនេះគឺប្រភេទដីកសិកម្មហើយជាប់ប្រភពទឹកគឺប្រភពទឹកនេះគឺអូអត់មានរីងអត់មានអីទេបងប្អូនខួបប្រាំងខួបសាហើយនៅក្នុងដីនោះគឺមានឃ្លាំងមានប្រទេសមានការរៀបចំបានរួចស្រេចហើយមានពូលសូឡាហើយព្រមទាំងដំណាំតរ៉េន400ដើមហើយតបែក400ដើមហើយនៅប្រព័ន្ធទឹកផ្សេងទៀតហើយប្រភេទដីនេះគឺតាមិនមែនជាប្រភេទដីដែលថាយើងល្អឥតខ្ចោះទេប៉ុន្តែវាតកតងនឹងការដាំដំណាំត្រេនហើយនឹងដំណាំផ្សេងទៀតគឺល្អមែនទែនប្រភេទដីនេះគឺគេហៅថាប្រភេទដីលបាយលាយថ្មតិចមិនមែនទៅថ្មខ្លាំងអីទេហើយប្រភេទដីកន្លែងខ្លះខ្មៅកន្លែងខ្លះក្រហមអញ្ចឹងបងប្អូនហើយតកតងនឹងតម្លៃនៃការលក់គឺម្ចាស់គាត់ដាក់លក់ឲ្យតម្លៃ4700អាចចរចាបានទៀតហើយទីតាំងដីនេះគឺនៅក្នុងភូមិទេអត់ឆ្ងាយពីភូមិទេពុកម៉ែបងប្អូនធ្វើដំណើរចុះពីផ្លូវស៊ូមកតែ2ទៅ3គីឡូម៉ែត្រទេដល់ហើយបើសិនជាពុកម៉ែបងប្អូនធ្វើដំណើរមកតាមច្រកមួយទៀតក៏បានដែរគឺក្រោយសាលាស្រុកសំឡូតហើយបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍ចង់ទិញដីនៅខាងស្រុកសំឡូតហើយដីដែលមានឯកសារត្រឹមត្រូវគឺតម្លៃធូរថ្លៃអាចតាក់ទងមកមើលទីតាំងផ្ទាល់បានពុកម៉ែបងប្អូនហើយអាចសាកសួរព័ត៌មានបានអរគុណចំពោះការទស្សនារបស់ពុកម៉ែបងប្អូនអរគុណច្រើនហើយក៏សូមខន្តីអភ័យទោសចំពោះការនិយាយស្ដីពាក្យពេចន៍ដែលមិនសមរម្យព្រោះខ្ញុំបាទអត់សូវក្នុងការនិយាយចឹងសង្ឃឹមថាពុកម៉ែបងប្អូនអនុគ្រោះហើយសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុចម្នាក់មួយផងដោយក្តីអនុគ្រោះហើយនឹងព្រមទាំងទទួលបាននៅវីដេអូថ្មីដែលតាក់ទងនឹងអាចរទ្របនឹងការកំសាន្តផ្សេងជាចុងក្រោយនេះខ្ញុំបាទសូមអរគុណជូនពរដល់ពុកម៉ែបងប្អូនដែលបានទស្សនាសូមទទួលបាននូវសុខភាពល្អកម្លាំងមាំមួនហើយព្រមទាំងការរកស៊ីសូមឲ្យមានការសំប្រកបអរគុណច្រើនពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលា